តោះថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីរបៀបនៃការ print រូបភាពមួយឲ្យចេញជា4ផ្ទាំងដើម្បីយើងបង្កើតជារូបភាពបិទទៅបង្រៀនសិស្សតោះអញ្ចឹងយើងមើលរូបភាពរបស់យើងសិនមកយើងបើកក្នុងកម្មវិធី Firefox កម្មវិធី PDF មកទៅមកយើងយកពាក្យថា print នេះអញ្ចឹងយើង print មកនេះខាងលើនេះ print បាទ print បន្តទៅទៀតវានឹងចេញផ្ទាំងមួយនេះអញ្ចឹងយើងចុចកន្លែង property ខាងលើនេះអញ្ចឹងកន្លែង property នេះខ្ញុំសិន print របស់ខ្ញុំឈ្មោះថា laser MFP 137បាទអញ្ចឹងយក basic កន្លែងនេះបងប្អូនជ្រើសរើសយកនេះposter print អូខេ poster printing នេះចំនួន ink ដែលយើងត្រូវដាក់ប្រហែលបានដែរ1 ink គឺបានដែរបាទនេះគឺមានថាស្លឹកយើងមួយនេះយើង print ចេញជា4ស្លឹក A4 អញ្ចឹងកន្លែង paper នេះយើងយក A4 ហើយមកបាទយក A4 មកណាបាទហើយយើងចុច OK ចេញចុច OK មកបាទអញ្ចឹងរូបភាពជាមួយនេះយើងចង់ print រូបភាពមួយណាឧទាហរណ៍ខ្ញុំចង់ print រូបភាពទី2ចុះបាទរូបភាពទី2យកតែមកទី2ទេដោយសារតែរូបខ្ញុំមាន2ស្លឹកនេះខ្ញុំយកទី2នេះហើយខ្ញុំចុចprint ចុច print ណាយើងចុច OK មកសិន print ណាចេញមើលមិនសិន print ខ្ញុំមកហើយខ្ញុំសិន print ខ្ញុំនេះមើលខ្ញុំចុច OK មកបាទអញ្ចឹងសិន print ខ្ញុំយើងរត់ចាប់ឲ្យយើងមកtemplate បាទកន្លះចេញហើយបាទ1ទំព័រ2ទំព័រ3ទំព័រ4ទំព័របាទនេះជាស្លឹកកិច្ចការរបស់យើងយកនេះមួយខ្ញុំហាច់ចេញមកបាទ2ដែលខ្ញុំផ្គុំមក2នេះផ្គុំមកនេះ2អញ្ចឹងយើងកាត់វាមកនេះបាទឃើញទេងាយស្រួលទេយើងយកបិទនៅលើក្រដាសយើងកាតុងបាទអរគុណច្រើនរូបភាពមួយនេះចំណេះដឹងមួយនេះសម្រាប់ថ្ងៃក្រោយយើងចេះធ្វើបាទអរគុណ